បាទខ្ញុំបកកាណាសូមក្រាបថ្វាយបង្គំប្រធានធិរៈគ្រប់ព្រះអង្គសូមគោរពជំរាបសួរបងប្អូនជនរួមជាតិទាំងអស់ជាទីគោរពស្រឡាញ់ចឹងពេលនេះជួបជាមួយខ្ញុំម្ដងទៀតតកតងទៅនឹងវិបត្តិនៅបញ្ហាវិបត្តិនៅព្រំដែនថៃនិងកម្ពុជាយើងអញ្ចឹងបាទដូចវីដេអូខ្ញុំនិយាយមុនអញ្ចឹងវាចូលទៅប្រធានបទក្តៅដដែលឥឡូវនេះយើងគិតមើលក្រោយពីការចរចាគ្នាហើយណាដោយមានម៉ាឡេស៊ីជាប្រធានហើយមានសហប្រធានចិនហើយនិងអាមេរិកចូលរួមដោះស្រាយបញ្ហាផងយើងឃើញតែព្រមព្រៀងទាំងអស់គ្នាប៉ុន្តែយើងមើលទស្សនវិជ្ជាជាក់ស្ដែងដូចជាបងប្អូនបានតាមដានព័ត៌មាននៅក្នុងស្រុកនៅតែបង្កបញ្ហានៅតែបង្កបញ្ហាដដែលពីសំណាក់ភាគីថៃពីសំណាក់ភាគីថៃហ្នឹងអញ្ចឹងបានចូលអាពាក្យដែលយើងនិយាយពីខាងដើមឃើញទេប្រជាជនថៃគឺមិនសប្បាយចិត្តចំពោះពាក្យដែលគេប្រើនៅលើសកលលោកដែលពាក្យដែលគេនិយាយថា Don't Thai to me ហ្នឹងគាត់អត់សប្បាយចិត្តទេថាកាលណាយើងប្រើអញ្ចឹងទៅវាដូចជាមើងងាយពូជសាសពតតែឥឡូវយើងមើលទស្សនវិជ្ជាជាក់ស្ដែងពាក្យហ្នឹងមានន័យថាកុំកុហកខ្ញុំកុំបោកប្រាស់ខ្ញុំឃើញទេអញ្ចឹងឥឡូវយើងមើលនិយាយគ្នាហើយទៅមួយផ្លេតទៅចេះភ្លាមនិយាយគ្នាហើយមួយផ្លេតទៅចោះភ្លាមដូររហូតបងប្អូនឃើញទេហើយមិនឲ្យគេចោតហ្មងបើវាអញ្ចឹងមែនវាមិនមានភាពស្មោះត្រង់សោះតែម្ដងបងប្អូនគេភាពស្មោះត្រង់អត់មានហ្មងអារឿងនិយាយផ្អែមពីមុខចាក់ពីក្រោយអារឿងធ្វើខុសបន្លំធ្វើត្រូវទម្លាក់កំហុសលើអ្នកដទៃហ្នឹងគឺរឿងវាហ្មងគឺខូចតែហ្មងអានេះយើងអូវស៊ូស្ដាប់អញ្ចឹងបងប្អូនមើលក្រោយពីកិច្ចព្រមព្រៀងហើយនៅកណ្ដាលអាត្រៀតដែលយើងកំណត់មកថាម៉ោង00ឬម៉ោង12យប់អីហ្នឹងម៉ោង00ចាប់ដើមឈប់បាញ់គ្នាបលឹមឡើងម៉ោង5មិនតាន់វាមកវាយបហាលើកងយោធាយើងឃើញទេវាមកវាយបហាហើយយើងគោរពទៅតាមការណែនាំរបស់ថ្នាក់ដឹកនាំបរិយាថៃបាលកម្ពុជាមិនឲ្យបាញ់មិនឲ្យតបតអញ្ចឹងយើងរកវិធីនការមានតែទប់ស្កាត់មានតែដកថយមានតែរត់ចេញពីលានដ្ឋានរបស់យើងព្រោះយើងមិនចង់ឲ្យវាមានសង្គ្រាមនឹងកើតមានឡើងទៀតចឹងយើងមានការអត់ធ្មត់ខ្ពស់ទៅតាមអ្វីដែលជាការស្នើសុំរបស់ប្រធានអាស៊ាននិងរបស់អង្គការសហជីវជាតិដែលគេតម្រូវឲ្យភាគីទាំងសងខាងនឹងមានការអត់ធ្មត់ខ្ពស់ណាបន្ថយកម្ដៅដើម្បីកុំឲ្យសង្គ្រាមនឹងវាកាន់តែរីករាលដាលប៉ុន្តែខាងយើងអត់ធ្មត់អាខាងនោះវាបំពេញរហូតវាអត់ស្ដាប់អាណាទាំងអស់ឃើញវាបំពេញរហូតឥឡូវយើងសិក្សាមើលសង្គ្រាមគេមិនអោយប្រើផ្សែងពុលវាប្រើសង្គ្រាមគេមិនអោយប្រើគ្រាប់បែកចង្កោមវាប្រើឃើញទេអញ្ចឹងវាអត់ស្ដាប់អាណាហើយវាធ្វើអីតាមស្អែកចិត្តហើយវាទម្លាក់កំហុសទៅលើអ្នកដទៃវាមករំលោភបំពានទឹកដីយើងវាថាដើម្បីការពារអធិបតេយ្យភាពរបស់វាចាំបងប្អូនឃើញទេប្រាប់តែឈប់បាញ់គ្នាមកសាវាអត់ឈប់វាបាញ់ទៀតឥឡូវលើកនេះចរចាគ្នាប៉ុណ្ណឹងហើយវានៅមកបាញ់បហាលើទាហានខ្មែរយើងបាញ់បហាយើងធ្វើអីយើងមិនកើតកុហកបោកប្រាស់ថាអូខេឥឡូវសុំចរចាមកចាប់ដៃមិត្តភាពជាមួយនឹងគ្នាមកភ្ជុំសម្លុតទាហានខ្មែរយើងចាប់យកទៅអស់បងប្អូនឃើញប្រហែលព័ត៌មានប្រហែល21នាក់អីហ្នឹងចឹងយើងសិក្សារហូតដល់បាញ់ស្លាប់ខ្មែរយើងអស់ម្នាក់ទៀតហើយមានរបួសម្នាក់ទៀតឃើញទេមានរបួសដែលគាត់ធ្វើពុតជាស្លាប់រួចបានមកនេះអញ្ចឹងយើងសិក្សាមើលវាជាមនុស្សប្រភេទអីពួកសៀមហ្នឹងវាជាមនុស្សប្រភេទចៅជាមនុស្សប្រភេទកុហកភូតភ័របោកប្រាស់អត់មានទៀងត្រង់អីតិចជាមួយណាទេអញ្ចឹងយើងមិនអាចទុកចិត្តបានទេបាទអញ្ចឹងវាបោកប្រាស់គ្រប់បែបយ៉ាងហើយឥឡូវឃើញយើងចរចាគ្នាដោយមានសម្ពាធអំពីអន្តរជាតិចូលផងដើម្បីដោះលែងទាហានខ្មែរយើងដែលវាចាប់ទៅហ្នឹងម្ដងវាថាលែងហើយដល់ឥឡូវវាថាមកពីយើងនឹងចោតវាថាពួកវាចូលមកចោតខ្មែរនៅក្នុងទឹកដីថៃវាថាឥឡូវវាទុកស៊ូចម្លើយសិនឃើញទេម្ដងវាថាលែងម្ដងវាថាមិនលែងលេះស្រេចចិត្តវាឃើញទេលេះស្រេចចិត្តវាទាំងអស់ចាំបងប្អូនមើលហ្នឹងចំណុចដែលយើងត្រូវសិក្សាទាំងអស់គ្នាឃើញទេហើយមួយទៀតចរចាគ្នាឲ្យថ្មីក្រោយពីបាញ់ក្រោយពីចាប់ទាហានយើងហើយនេះឃើញវានៅមានច្រកខ្លះវាចូលមកទឹកដីយើងទាហានវាចូលមកវាអត់ធ្វើអីតែវាចូលមកខាងយើងប្រាប់ទៅឲ្យវាថយវាព្រមថយវាសុកចិត្តនៅអង្គុយនៅហ្នឹងវារហូតទៅល្ងាចអីចឹងទៅបានវាដើរចេញទៅវិញហ្នឹងទៅតែជាគោលបំណងអីចាំបងប្អូនមើលជាគោលបំណងអីកន្លែងហ្នឹង
cứ chỉ cô làm nong với nó cứ vì trong ở dưới nó banh việc phơi lấy việc phơi tục bọc bản nên dương phơi dân mấy đầm bay ở dưới nó trom cầm hăng mình bán rồi xa cây trâu đây bọc luôn banh bà hà từ lờ với đầm bay bị trọt họ khởi dương banh bà hà về buồn chứ vì vô vì thi xa đầm bay ốc lọc dân mấy đầm bay vì mổ vì hao tham một cơn dương dân mấy bọt đốt cầm đau dương mấy đầm bay ở dưới nó bị chênh cầm hăng buồn và về vị bàn tay vị trí sầm nang vị trí sầm nang rồi coi chia cật crom mà bao thể hiện không ai dướng đấy có rút từ ta mình chia thằng đặc nòm men thưa ai sai chỉ chặt ấy dương bán chấm nói cả lại đứng mũi đây chỉ phim khăng bảo không ai dướng nè mình nghe ai kia chọc cầm ho dương bàn trên chi chi chấm nói mùi bởi dương mơ mà plate dương cái tha chi chấm nói soi bởi dương bởi đói ai kia thưa ai sai chặt vấn đề anh đi tam put mình men chi chấm nói soi thì chia chấm nói khăng là bao chi chấm nói khăng là bao dương đầm bay ca pi đầm bay ca pi ca đã sầm piết ông pi sờ lô rứ đầm bay ca pi thôi dạng mấy cầm ói phụ chào liên piên nó viết chọc cầm hậu dương bàn còn cho viên lại trâu lắm thà chân tôi coi cái trâu cho tới miền trâu sẽ chỉ chất đấy vấn đề dương mưa tại trâu lắm pa po đó lấy khai dương ai tục bán cái dương thời tục hay dương bán phal phải giỏi vì cả lại đứng máu tròn thá dương bán phò tang cục bài giờ là khởi những phụ vị ắt đáp tới trâu máu tỉnh tiền thế này trâu máu tỉnh tiền thế này chân nói trọ này mui đến dương tam đan nó rồi chấm nói năng từng chấm nói na khác để vì trâu tỉnh tiền chấm nói na khác để vì nó đừng mà cả lại anh ấy chỉ chấm nói mui dương thở sắc xa thì đã hãy dương mới rước mui tiền được xem tam đan đây ấy dương của bạn đáp thằng đặc nom này đi là tha ba cam chi dương này lâu rương đấy rót bàn tray cà pi chiết bao dưỡng từ cho cha chỉ mùi nứng rót bàn tray sau đây tí cà pi chiết bao thải cá tới chuột kia nó cứ về xóm oi tới dưới nó đọ thọ tọa xóm oi tới dưới nó đọ sập bia bút thùng cái chỗ việc đọ đây ở đây tụi bay về mịch về nó dồn ho về được về nói chừng ngày mang có về ho ai mau ban lươn một plate đây mình chẳng bây giờ đọ sập bia bút đừng dương đọ chương trình vì cái lại nó chẳng tham prang thuê sinh kiếm đấy hay bởi vì oi dương đọ trình bờ nó prum đen bật tê là bao dương chỉ mui đừng bật tê na đá việc sọc sàn giờ mình chăm bạch vôกับเพลิงnhư ta đã đấy mình chăm bạch vô thia như ta đã đấy cứ dương ca pía tam được biết này ca pía prum đán tam lẹ cái đó thầm ra để chỉ cô ca bảo thai ba kia mấy giờ nó cứ chỉ rướng bảo thai ba vấn đề đầm bon để miên sừng kriêm chi bị sao cứ nói cho prum đán chỉ mùi đừng sạc mùi để khâu chứ sạc mùi đây mình có rút chấp bắp on tra chiết sạc mùi đây mình có rút thấp tay phi bờ bo chiết đọt tây sạc mùi đây này dây mình tiếng tròn này giờ thơ ta mới đây giờ thơ ta mới mấy bao vườn gì mình tròn phò này vậy giờ tụi đo tại hiền mấy đo nó vừa vay prao thì tịch tả lợi đo mày và đã thay mà tới rồi đo thở đo đây và nó cô ở đây khi chúng cần lớn chỉ cho bóเลยแต่เราไทยบ้าก่อนเมียนโกกาไปก็ได้ให้ខ្ញុំក៏ស្ដាប់ប្រមុខរដ្ឋាភិបាលនិយាយដែរយើងមិនអាចដកបានទេព្រោះយើងឈរជើងលើដីយើងមិនឈរជើងលើដីវាណាឃើញទេចឹងយើងឈរជើងលើដីយើងឲ្យយើងដកទៅណាអញឈរជើងលើដីអញហ្នឹងអញដកទៅណាឃើញទេដើម្បីការពារអធិបតេយ្យភាពរបស់យើងចឹងយើងអត់មានត្រូវដកទៅណាទេណែគ្មានសិទ្ធអីមកបញ្ជាញ៉ៃឲ្យខ្ញុំដកតបឲ្យខ្ញុំដកសពាវុធឲ្យខ្ញុំដកអីនៅលើទឹកដីរបស់ខ្ញុំទេហើយជាពិសេសនោះគឺតំបន់ដែលកំពុងតែក្តៅតំបន់ដែលកំពុងតែមានសង្គ្រាមណែឯងមកវាយខ្ញុំស្អាតតែចិត្តឲ្យបញ្ជាឲ្យខ្ញុំដកតបដកតាហ៊ានដកសពាវុធស្អាតចិត្តទៀតតាមពិតវាអត់ត្រូវរឿងទិញថែមនោះមកត្រូវណាយើងសង្គ្រាមមកប្រាវហ្នឹងក៏យើងអាចដឹងថាអាវុធប្រភេទណាខ្លះដែលយើងត្រូវឲ្យមាននៅក្នុងប្រទេសយើងទៀតប្រទេសយើងតូចផងណាបើខ្ញុំអានេះរដ្ឋាភិបាលគាត់មានវិធីសាស្ត្រនៅក្នុងការដោះស្រាយបញ្ហាហ្នឹងបើតែយើងមានតែហ៊ានកាន់តែមានតែហ៊ានកាន់តែច្រើនកាន់ល្អមានសភាវុធកាន់តែច្រើនកាន់តែទំនើបកាន់ល្អមានដកចេញឲ្យអ្នកឯងមើងងាយតែយើងខ្សោយគេមើងងាយហើយបាទអញ្ចឹងវាមានវិធីសាស្ត្រមួយគឺយើងត្រូវតែខ្លាំងសភាវុធយើងត្រូវតែខ្លាំងកងកម្លាំងយើងត្រូវពង្រឹងឲ្យខ្លាំងវាមានតែប៉ុណ្្នឹងឯងបាញ់គ្នាមិនបាញ់គ្នាគឺដើម្បីការពារអធិបតេយ្យភាពដែនដីរបស់យើងទោះបីចរចាគ្នាឲ្យត្រូវរើគ្នាហើយក៏ដោយក៏ប៉ុន្តែអារឿងទាហានត្រូវតែមានត្រូវតែការពារត្រូវតែត្រៀមយ៉ាងនេះចឹងជាពិសេសគឺនៅតំបន់នៃខូចចឹងនៅជាមួយក្បែរអ្នកជិតខាងខូចចឹងវាយើងមិនការពារធ្វើម៉េចបានវាចូលមកស្រាចិត្តវាហើយវាជាឲ្យយើងថយហ្មងបាទអាហ្នឹងយើងគិតមើលវា
វាគួរឲ្យសើចបន្តិចវាគួរឲ្យក្តៅក្រហាយទៀតណាអារឿងដែលថាវាកុហកវាបោកប្រាស់ឯងតែរហូតហើយវាសុំឲ្យយើងធ្វើចេះធ្វើចោះដល់ពេលយើងសុំតែវាវិញហើយសុំឲ្យតែបញ្ជូនកងទ័ពយើងមកវិញឲ្យបានឆាប់វាអត់ទាំងបញ្ជូនផងអូខេគំនាបពីសហរដ្ឋអាមេរិកពីចិនពីអីពីយោធាប្រទេសផ្សេងគៀបសង្កត់មកឲ្យវាដោះលែងវាមិនដោះលែងផងឃើញធ្វើអីវាហើយអញ្ចឹងវាមកវិជាយើងឲ្យធ្វើចេះធ្វើចោះយើងធ្វើតាមវាអញ្ចឹងរដ្ឋាភិបាលខ្មែរអត់ធ្វើតាមហ្នឹងជារឿងត្រឹមត្រូវព្រោះជាអធិបតេយ្យភាពរបស់ប្រទេសមួយមានឯងណាមកមានសិទ្ធិវិជាស្រាចិត្តក្បាលវ៉ាល់ទេបាទហើយមួយទៀតខ្ញុំជឿថាក្រោយពីបញ្ហានេះកើតឡើងបទពិសោធន៍របស់កងកម្លាំងយើងគាត់មានបទពិសោធន៍កាន់តែខ្ពស់ជាពិសេសគឺគេហៅយើងទៅជួបឲ្យចាប់នេះវិធានការយើងគួរទៅទប់ស្កាត់ហ្នឹងខ្ញុំជឿថាកងកម្លាំងប្រដាប់អាវុធមានវិធានការជាពិសេសទៅជួបពួកអាក្រឹខូចចេះយើងមិនអាចទៅទាំងដុលបានទេដោយយើងគិតមើលកាលណាយើងទៅសូម្បីតែចំនួនតូចតាចយើងទៅជួបក៏ត្រូវមានគ្នាហាយហមទៅឥឡូវខ្ញុំក៏ឧបមាថាឥឡូវពួកហ្នឹងវាខូចវាទៅដេញបាញ់យើងហើយវាហៅយើងទៅជួបនេះយើងត្រូវទៅជួបហ្មងអញ្ចឹងឧទាហរណ៍ថា4 10នាក់ទៅជួបវានៅចម្ងាយប្រមាណម៉ែត្រត្រូវមានគ្នា20 30 40នាក់ទៀតហើយនៅចម្ងាយប្រមាណម៉ែត្រត្រូវមាន50នាក់100នាក់ទៀតបើយើងអត់ធ្វើអញ្ចឹងទេអត់បានទេជាមួយពួកអាខូចអញ្ចឹងឃើញទេវាប្រកបគ្នាវាក្នុងព្រៃក្នុងអីហ្នឹងមកស្ទុះមកចាប់មកជុងមកស្លាប់យើងអញ្ចឹងហើយគេខូចដែរបើយើងមិនកាក់ទប់ទល់ជាមួយពួកអាខូចបើយើងអត់ការពារមិនកើតអញ្ចឹងមានអញ្ចឹងហ្នឹងហើយឥឡូវខ្ញុំគាត់ឧទាហរណ៍ដូចថាក៏ភ្លើងខ្លីអាការទៅជួបអញ្ចឹងទៅអា4 10 20ម៉ែត្រមានតាំងពី3អាបងតឡៅខ្លះហើយវាទៅអញ្ចឹងអីអាចងាយ50ម៉ែត្រ100ម៉ែត្រមានកភ្លើងខ្លាំងតិចអញ្ចឹងទៅមិនចេះថាបថុយខ្លួនបានណាមើលមនុស្សខូចអញ្ចឹងហើយជាពិសេសឥឡូវវាបរិញ្ញាយើងហើយបើយើងប្រហែសមិនបានមុនទៅពេលខ្លះយើងមានសម្មែលមានសម្រាប់ឆ្លោះមើលអីឆ្លោះមើលល្អិតល្អន់អីសិនទៅមុនទៅជួបពួកវាពួកអានេះអត់បានទេខូចមកឥឡូវយើងសិក្សាតែប៉ុណ្្នេះយើងដឹងចរិតពួកវាប៉ុណ្ណាហើយបាទអញ្ចឹងបាទពិភពលោកគេថាវាសះនេះសះបកែខាងកុហកខាងបោកប្រាស់ខាងកុហកខាងបោកប្រាស់វាយយើងថាយើងវាយវាដីយើងដីថាដីវាប្រាសាទរបស់ខ្មែរវាថាប្រាសាទរបស់វាហើយវាចឹងហើយយើងនិយាយថាធ្វើម៉េចយើងត្រូវប្រយ័ត្នហ្នឹងឯងអត់ចេះតែជឿវានិយាយរួមពាក្យថាជឿពួកហ្នឹងគឺជឿកើតហ្មងបើកិច្ចព្រមព្រៀងបែបអន្តរជាតិបែបអីថាព្រមព្រៀងគ្នាអីយើងធ្វើព្រមព្រៀងគ្នាតាមលក្ខខណ្ឌកៈប៉ុន្តែឲ្យជឿវាអត់អាចជឿបានទេពួកនេះតែជឿសួរយើងឥឡូវឃើញបិទព្រំដែនបិទអីណាទៀតអូខេបិទព្រំដែនបិទអីអស់ព្រំដែនបិទល្អដើម្បីឲ្យអាជីវករខ្មែរយើងទី1គឺកសិកម្មគាត់អាចធ្វើកសិកម្មនៅក្នុងស្រុកបានប្រសើរឡើងដោយមិនយកតំណែងចូលមកពីស្រុកទៅយើងមានឱកាសក្នុងការបង្កើតកសិកម្មហើយនិងឧស្សាហកម្មផលិតផលយើងគ្រប់បែបយ៉ាងទិញផលិតផលពីវិជាកសិករយកមកធ្វើជាគេហៅកសិឧស្សាហកម្មនឹងរោងចក្រសហគ្រាសផ្សេងបង្កើតរបស់ប្រើក្នុងស្រុកយើងអាចមានឱកាសនាំចេញមកក្រៅប្រទេសទៀតវាបាត់វាអ្នកខាតទេវាមិនខុសយើងឯខាតអីទេបាច់ញ៉ាំរបស់ថៃហ្នឹងក៏មិនស្លាប់ដែរយើងបាទវាចំណេញយើងផងហ្នឹងឥឡូវហ្នឹងបាច់ញ៉ាំបាច់អីទេបោះថៃបោះអីបាច់ប្រើបាច់អីហ្មងទៅស្រួលហ្នឹងបិទព្រំដែនហើយអញ្ចឹងអត់ប្រើរបស់យើងប្រើរបស់យើងទៅហើយនិយាយមិនប្រកាន់ពូជសាសអីទេបើគាត់ថាវាគេអ្នកធ្វើយើងមុនទៅគេអ្នកធ្វើយើងមុនទៅគេបិទព្រំដែនទៅតែឥឡូវយើងមើលតាមវីដេអូតាមប្រព័ន្ធ social media ហ្នឹងយើងឃើញគេដកអក្សរខ្មែរនៅធម្មតាខ្មែរយើងច្រើនតែមើលនៅមន្ទីរពេទ្យទាំងថៃដែរមួយរយៈមុនសង្គ្រាមតែមើលនៅមន្ទីរពេទ្យថៃហ្នឹងក៏ច្រើនដែរឥឡូវឃើញគេដកផ្លាកអក្សរខ្មែរយើងដែលគេសេនៅក្នុងមន្ទីរពេទ្យហ្នឹងគេកោះចេញអស់ហើយគេបន្ទុកណាអញ្ចឹងយើងគួរពិចារណាដែរអាហ្នឹងវានិយាយទៅក៏លោប៉ះពាល់ដល់បងប្អូនខ្មែរយើងដែលគាត់កំពុងតែរស់ស៊ីរាល់ថ្ងៃរបស់របរវានាំចូលមកពីថៃអញ្ចឹងធ្វើម៉េចយើងដោះស្រាយទៅតាមហ្នឹងទៅបើស្ថានភាពវាអញ្ចឹងហើយយើងបំរែបំរួលទៅយើងបំរែបំរួលដូរពីរបស់ថៃទៅជារបស់មកពីប្រទេសនានាទៀតទៅវាមិនមែនទៅអត់ថៃមួយងាប់ទេណាខ្វះអីរបស់មកពីចិនរបស់មកពីម៉ាឡេស៊ីរបស់មកពីឥណ្ឌូនេស៊ីរបស់មកពីអីហ្នឹងយើងចេះតែប្រើទៅរបស់ណាដែលវាយើងគិតថាវាមានគុណភាពអាចប្រើប្រាស់ដល់ប្រជាពលរដ្ឋយើងហើយប្រទេសមួយគេរើសអើងយើងមកប៉ុណ្ណឹងទៅប្រើរបស់វានាំចំណេញវាទៅស្អីនិយាយអូស្រួលស្ដាប់ចឹងចឹងបាទអញ្ចឹងអានេះថ្ងៃនេះខ្ញុំគ្រាន់តែជូនយោបល់ប៉ុណ្ណឹងហើយបងប្អូនសិក្សាទាំងអស់គ្នាទៅ
យើងសង្ឃឹមថាកងកម្លាំងយើងដែលនៅក្នុងដៃរបស់សៀមហ្នឹងសង្ឃឹមថាគេអាចបញ្ជូនពួកគាត់មកបានដោយសុខសាន្តមកវិញទៅនឹងតាមរយៈនៃការចរចាគ្នាឬក៏យ៉ាងណារបស់រដ្ឋាភិបាលយើងប៉ុន្តែខ្ញុំជឿថាបងប្អូននៅតែបន្តព្យាយាមគ្រប់គ្រងឧបត្ថម្ភអ្វីៗគ្រប់បែបយ៉ាងដល់កងកម្លាំងយើងដែលនៅជួរមុខដើម្បីឲ្យគាត់នឹងមានកម្លាំងទប់ស្កាត់កុំឲ្យគេឡើងចូលមកទន្ទ្រានទៀតព្រោះយើងដឹងជួយមិនមានសង្គ្រាមក៏មកថ្មើរជើងដើរចូលមកដែរឥឡូវមានល្បីទៅដើរជន់មីនឯណាទៀតជន់មីនវាជន់មីនឯណានោះក៏វាបន្ទោខ្មែរដែរណាហើយចុះបើកុំដើរទៅចកាមីននោះវាដែរជន់មីនយកស្រួលស្ដាប់ចឹងហ្មងបើវាមិនដើរទៅចកាមីនវាដែរជន់មីនអញ្ចឹងឲ្យដើរមកស្អីកន្លែងហ្នឹងបើគេដាក់ទៅចកាមីនឲ្យដើរមកស្អីដើរមកជន់មីនមកបន្ទោបើគេដាក់ទៅចកាមីននេះណាហើយបើកន្លែងហ្នឹងគេប្រាប់ថាមានបលាអត់ស្បែកជើងឲ្យដើរទៅជន់បលាអញទៅធ្វើម៉េចបើឲ្យដើរអញ្ចឹងឃើញទេអញ្ចឹងបងប្អូនសិក្សាមកមើលអញ្ចឹងក៏វារស់រឿងយើងកាត់ដែរបាទនៅកន្លែងហើយនៅកន្លែងបទាយហើយទៅឲ្យដែរមកជន់មីនប៉ុន្តែមកវាដើរទៅត្រៀនចូលដីគេទៅហើយបើកន្លែងហ្នឹងគេដាក់ផ្លាកប្រាប់ថាមានមីននេះនៅដើរចូលទៀតបើមិនជន់មីនជន់ស្អីជន់ឲ្យកោនិយាយឲ្យស្រួលស្ដាប់អញ្ចឹងមើលអញ្ចឹងឥឡូវបងប្អូនសិក្សាទាំងអស់គ្នាទៅហើយយើងគិតពិចារណាទៅនឹងយើងគិតពិចារណាទៅថាត្រូវធ្វើយ៉ាងម៉េចដើម្បីជៀសវាងនៅបញ្ហាដែលកើតមានឡើងនៅពេលក្រោយទៀតបាទពីព្រោះវាកើតដែលវាអត់ឈប់សោះរឿងនយោបាយស្រុកវារញ៉េហ្នឹងដឹងវេទនាដល់យើងឥឡូវយើងរៀបចំដោះស្រាយបញ្ហាហ្នឹងខ្ញុំសង្ឃឹមថារដ្ឋាភិបាលនឹងបន្តការដោះស្រាយបញ្ហាតាមរយៈការទូតតាមរយៈតុលាការអន្តរជាតិនិងតាមរយៈអង្គការសហជីវជាតិនិងតាមរយៈតំបន់អាស៊ានយើងហើយជាពិសេសហ្នឹងគឺរាល់ប្រាសាទរបស់ខ្មែរយើងដែលដាក់ទៅ ICJ ហ្នឹងសង្ឃឹមថានឹងដោះស្រាយដោយវិធីណាមួយដែលតុលាការនឹងអាចធ្វើការកាត់ក្តីដោយយុត្តិធម៌និងសម្រេចបានក្នុងពេលឆាប់ដើម្បីជាឱកាសមួយដល់ប្រជាពលរដ្ឋខ្មែរយើងនៅក្នុងការគ្រប់គ្រងតំបន់នឹងកុំឲ្យវានៅពួកវាអុកឡុកសេចចិត្តដែលប្រាសាទវានៅក្នុងទឹកដីខ្មែរសោះហ្នឹងហើយអញ្ចឹងបើយ៉ាងណាយ៉ាងណីខ្ញុំនិយាយទៅឬវាប៉ះពាល់ឲ្យយ៉ាងណាយ៉ាងណីអានឹងសូមខន្តីអភ័យទោសផងប៉ុន្តែនេះជាយោបល់នឹងការមើលឃើញជាគំនិតរបស់ខ្ញុំបាទអញ្ចឹងថ្ងៃនេះជួបគ្នាប៉ុណ្ណឹងចុះហើយចាំជួបគ្នានៅវីដេអូក្រោយទៀតបាទអញ្ចឹងខ្ញុំសូមថ្វាយបង្គំលានិងសូមជម្រាបលាបងប្អូនទាំងអស់